ដំបងគេខេត្តបាត់ដំបងជឿរើអតីតសិល្បករកវីនិពន្ធអ្នកចម្រៀងចំនួនដើមមានដើមកណ្ដាលនៅបាត់ដំបងដាក់ក្នុងសួនសិល្បៈលោកសុកលូអភិបាលខេត្តបាត់ដំបងបានឲ្យដឹងថាបាត់ដំបងជាខេត្តនៃសិល្បៈវប្បធម៌ដ៏សម្បូរបែបហើយនៅពេលខាងមុខឆាប់សួនសិល្បៈមួយនឹងលេចរូបរាងឡើងបើតាមលោកអភិបាលខេត្តក្រុមការងារបានជឿរើអតីតសិល្បករកវីនិពន្ធអ្នកចម្រៀងចំនួនដើមដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញហើយមានដើមកំណើតនៅខេត្តបាត់ដំបងដាក់ក្នុងសួននេះលោកបញ្ជាក់ថាក្រុមការងារបានសម្រេចចិត្តដាក់រូបសំណាកលោកស៊ិនស៊ីសាមុតមួយដែរទោះបីលោកមិនមានដើមកំណើតនៅបាត់ដំបងក្តីតែលោកបានច្រៀងចម្រៀងចេញពីបាត់ដំបងយ៉ាងច្រើនដែលរួមចំណែកច្រើនក្នុងភាពល្បីល្បាញរបស់ខេត្តបាត់ដំបង